chụp đi xuống bong bóng tọt này ngày nayខ្ញុំនឹងនាំអារម្មណ៍បងប្អូនតើគ្នាទៅមើលសកម្មភាពរបស់ពួកខ្ញុំពេញមួយថ្ងៃថាធ្វើអ្វីខ្លាំងចឹងទៅថ្ងៃនេះដែរខ្ញុំទៅបែបកំពង់រាយនៅឯចំការហើយទេសភាពនៅកន្លែងនោះពិតជាស្រស់ស្អាតមែនទែនឡើងកំពង់រាយគេធំៗណាបងប្អូនហើយគឺថាផ្លែវាពេលយកទៅជ្រលក់ជាមួយបំពងទៅឆ្ងាញ់ជាតិតែម្ដងហើយនៅចការនេះដែរគេមានដើមស្វាយចន្ទីដើមដឡូវនិងដើមស្វាយខ្ទិះហើយផ្លែស្វាយនោះមិត្តភក្តិខ្ញុំថាចេះហែងហិតមកនេះគឺឈ្ងុយមែនតើណាមិនគាត់យកឲ្យខ្ញុំហិតទៅគឺថាស្វាយនោះឈ្ងុយមែនតើគេហៅស្វាយខ្ទិះចុះខែបងប្អូនគេហៅស្វាយដែរបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំទៅបង្ហាញសកម្មភាពនៅខាងក្រោយទីគឺគេមានដីសាលាច្រើនធំៗហើយខ្ញុំមកចការនេះដែរគឺជាការខាងបងប្អូនពួកម៉ាក់ខ្ញុំអញ្ចឹងណាបន្ទាប់ពីយើងបេះជាមួយនឹងកំពេញរាយស្វាយហើយនឹងម្ជូរបានហើយក៏ថាពេលល្ងាចឡើងក៏ណាត់គ្នាទៅញ៉ាំសាច់អាំងនៅឯក្រឹមស្ពានកោះប៉ែនៅខាងកំពង់ចាមបងប្អូនខាងកំពង់ចាមដឹងច្បាស់ទីស្គាល់ហើយខាងក្រឹមស្ពានកោះប៉ែហ្នឹងគឺថាទិដ្ឋភាពស្អាតមែនតើមានខ្សាច់មានទឹកអញ្ចឹងទៅហើយកន្លែងនេះសម្បូរអ្នកគេមកញ៉ាំសាច់អាំងមកញ៉ាំស៊ុបមកដេតមកអីចឹងណាហើយបន្ទាប់ពីថាមកដល់ទីតាំងហើយក៏ជុំគ្នាថាកាត់ភ្លើងអញ្ចឹងហើយសាច់របស់យើងគឺមានសាច់គោមានសាច់ជ្រូកមានប្រហិតមានបន្លែទៅនៅមែនតើចឹងហើយនេះបងប្អូនហើយឥឡូវបន្ទាប់ពីប្រកាត់ភ្លើងប្រកាត់អីបានហើយគឺថាយកមកដាក់ជាមួយអាំងសាច់របស់យើងទៅដើម្បីបានញ៉ាំព្រោះថាគិតថារៀងយប់ដែរហើយញ៉ាំរហូតមកដល់ពេលយប់បាត់បងប្អូនហើយប៉ុន្តែពេលកន្លែងនេះពេលយប់ទៅស្អាតមែនតើមានភ្លើងមានអីចឹងណាមើលទូកគេមានទឹកជាមួយនឹងស្ពានអូយទៅនឹងមែនតើហើយវីដេអូរបស់យើងក៏មកដល់ទីបញ្ចប់ហើយដូច្នេះហើយបងប្អូនកុំភ្លេចជួយចុច Subscribe និងសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតអរគុណជម្រាបលាបាយបាយ